ប្រេងសាំងចុះថ្លៃវិញហើយរាជរដ្ឋាភិបាលបន្តវិធានការជួយសម្រាលបន្ទុកជីវភាពរបស់ប្រជាពលរដ្ឋបើតាមក្រសួងពាណិជ្ជកម្មបានជូនដំណឹងដល់ប្រជាពលរដ្ឋកម្ពុជាខណៈតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាត្រូវបានកែសម្រួលចុះថ្លៃបន្តិចហើយនៅសប្តាហ៍នេះដែលនេះគឺជាការជួយសម្រាលបន្ទុកការចំណាយប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងស្ថានភាពសេដ្ឋកិច្ចនៅតែបន្តមានសម្ពាធតាមសេចក្តីជូនដំណឹងតម្លៃលក់ប្រេងឥន្ធនៈចាប់ពីថ្ងៃទី12ខែឧសភាឆ្នាំ2026តទៅរហូតដល់មានការជូនដំណឹងជាថ្មីមានដូចជាប្រេងសាំងធម្មតាតម្លៃ 5,150 រៀលក្នុង1លីត្រប្រេងម៉ាស៊ូតតម្លៃ 5,200 រៀលក្នុង1លីត្រការបញ្ចុះតម្លៃនេះធ្វើឲ្យប្រជាពលរដ្ឋជាច្រើនសម្ដែងការសប្បាយចិត្តខណៈតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិនៅតែបន្តប្រែប្រួលនិងស្ថិតក្នុងស្ថានភាពមិនទាន់មានស្ថិរភាពពេញលេញដើម្បីជួយសម្រួលជីវភាពប្រជាពលរដ្ឋរាជរដ្ឋាភិបាលកម្ពុជាក៏បានបន្តអនុវត្តវិធានការជាច្រើនដូចជាកាត់បន្ថយអាករបន្ថែមលើប្រេងសាំងនិងម៉ាស៊ូតមកត្រឹម$0បញ្ចុះអាករពិសេសលើម៉ាស៊ូតពី 4% មក 0%និងកាត់បន្ថយអាករបន្ថែមពី 10% មក 4% ខណៈរដ្ឋទទួលបន្ទុក 6%វិធានការនេះត្រូវបានមើលឃើញថាជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរក្សាតម្លៃទីផ្សារឲ្យមានស្ថិរភាពនិងកាត់បន្ថយផលប៉ះពាល់ដល់ប្រជាពលរដ្ឋពិសេសនៅពេលសេដ្ឋកិច្ចពិភពលោកនៅតែប្រឈមភាពមិនច្បាស់លាស់ជាមួយគ្នានេះក៏អំពាវនាវឲ្យប្រជាពលរដ្ឋប្រើប្រាស់ថាមពលដោយសន្សំសំចៃនិងគ្រប់គ្រងការចំណាយឲ្យមានប្រសិទ្ធភាពដើម្បីទប់ទល់នឹងការប្រែប្រួលសេដ្ឋកិច្ចនានាឲ្យកាន់តែល្អប្រសើរ